nè khác mau từ bóng mặt chơi vay bao thì tay ở lấy chơi vay bao khăn xong rồi tha trong bà hạ vải crew với như này bạn chơi từ bóng xôm xôm dùng bếp xúa xôm bạn ở chung hoa rồi này sắp ngày đi đá cứ xôm bằng hạt bao tia sầm rập bằng hạt mình cứ nơi Freak and Caster bạn nhóm thọp chia đất cái lá co chúng ta chia Campuchia chụp po caประกวด SEA Games ខ្ញុំធ្លាប់ប្រកួតលើកទី31នៅឯប្រទេសវៀតណាមគឺយើងទទួលបានមេដាយសម្រាប់ក៏ SEA Games លើកទី32នៅឯប្រទេសកម្ពុជាយើងនេះគឺខ្ញុំអាចលេងបានចំណាត់ថ្នាក់មេដាយប្រាក់លើក2ហ្នឹងហើយបងសម្រាប់ថ្នាក់ខ្ញុំគឺមានសិស្សប្រុសសិស្សស្រីទាំងអស់គ្នាហើយខ្ទង់ប្រហែលជាអាចចូលទៅ30នាក់ហើយចំពោះការប្រហាត់នោះគឺយើងប្រហាត់តាំងពីក្មេងតូចៗមកម្លេះតាំងពីអាយុ5ឆ្នាំ6ឆ្នាំរហូតឈានដល់16ឆ្នាំ17ឆ្នាំហ្នឹងឯងគឺយើងមានវគ្គថ្នាក់ដំបូងនិងថ្នាក់កណ្ដាលបាទសម្រាប់ថ្នាក់ខ្ញុំគឺប្រហាត់ក្មេងៗធំៗដែលគាត់អាចលោតវាយបានគាត់អាចចេះខ្លះហើយអញ្ចឹងហ៎បងពោះការវឹកហាត់របស់ខ្ញុំជាដំបូងឡើយគឺយើងឲ្យយល់ពីគ្រឹះបាល់ទះសិនបងចំពោះគ្រឹះបាល់ទះដំបូងគឺមានតែការដកបាល់បាញ់បាល់វាយសេវាក៏ដូចជាការវាយប្រយុទ្ធការរនាំងអីហ្នឹងគឺពួកយើងធ្វើវាតាមកម្រិតមួយដែលពួកគាត់អាចអភិវឌ្ឍមកបានអញ្ចឹងបងបាទនិយាយទៅចំពោះចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ខ្លួនអាចថាខ្ញុំធ្លាប់តែជាកីឡាករដែលព្យាយាមវឹកហាត់ក្រេបជញ្ជក់ពីលោកគ្រូរបស់ខ្ញុំរាល់ថ្ងៃមកអញ្ចឹងតែដល់ពេលខ្លួនឯងមកធ្វើជាគ្រូវិញហើយអាចប្រហាត់គេអាចប្រហាត់បងប្អូនឲ្យគាត់មានសមត្ថភាពកើនឡើងគាត់អាចចេះលេងបានហើយអាចនិយាយថាដូចបងដឹងស្រាប់អញ្ចឹងថាគ្រឹះនៃបាល់ទះគឺសំខាន់ណាស់ដូចអ្នកបងអ្នកដែលលេងនៅខាងក្រៅអញ្ចឹងគឺគាត់ចូលចិត្តលេងរបៀបថាចាប់បោះឬក៏ដេញបោកដេញអីអញ្ចឹងហើយខ្ញុំសុខចិត្តមកប្រហាត់ក្មេងៗដើម្បីឲ្យគាត់យល់ពីគ្រឹះដំបូងថាបាល់ទះលេងឲ្យត្រូវច្បាប់ក្បួននៃបាល់ទះគឺយ៉ាងម៉េចអញ្ចឹងហើយមានអារម្មណ៍ថាសុបាយចិត្តមែនទែនពេលដែលពួកគាត់ចេះតែកើនឡើងអ្នកខ្លះមកដំបូងអត់ចេះវាយបាល់ទេតែឥឡូវចេះវាយបាល់ខ្លាំងសឹងតែថាចង់ប្រហាក់ប្រហែលគ្រូវិញហ្នឹងហើយបងសុបាយចិត្តសម្រាប់វគ្គខ្ញុំគឺហាត់មួយអាទិត្យរយៈពេល2ថ្ងៃបងចាប់ពីម៉ោង12រហូតដល់ម៉ោង2បាទប្រហាត់តែសៅរ៍អាទិត្យទេបងបាទម៉ោង12ដល់ម៉ោង2បងហ្នឹងហើយបងចំពោះការចង់ចុះឈ្មោះចូលវឹកហាត់នៅ Freak and Caster នេះគឺងាយស្រួលមែនទែនបងប្អូនគ្រាន់តែតាក់ទងតាមលេខ Telegram ដែលគេដាក់នៅខាងលើនេះឯងចំពោះការវឹកហាត់នៅ Caster នេះគឺយើងមាន2សាខាសម្រាប់ខ្ញុំរូបខ្ញុំផ្ទាល់គឺខ្ញុំធ្វើការវឹកហាត់នៅសាខាទីតាំងទី1គឺនៅសែនសុខហើយចំពោះសាខាទី2គឺនៅពេញហួតបឹងស្នោយើងនេះឯងទឹកចិត្តខ្ញុំអាចថាខ្ញុំមកទីនេះគឺជាគ្រូខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលបងប្អូនគ្រប់គ្នាគាត់តែងតែព្យាយាមយកចិត្តទុកដាក់នៅក្នុងការវឹកហាត់ដែលខ្ញុំព្យាយាមបង្ហាញទៅគាត់ដូចគ្នាតែពួកគាត់ពិតជាយកចិត្តទុកដាក់មែនទែនអរគុណពួកគាត់មែនទែនដែលខិតខំប្រឹងប្រែងដើរទៅមុខមួយគ្នាឥឡូវនេះយើងចាប់ផ្ដើមបើកវគ្គថ្មីទៀតហើយសម្រាប់ថ្នាក់ខ្ញុំចាប់ពីម៉ោង12ដល់ម៉ោង2អញ្ចឹងហើយបងប្អូនកុំភ្លេចមកចូលរួមទាំងអស់គ្នាផងខ្ញុំចូលរងចាំនៅទីនេះអូខេអរគុណបង